បាទស្ដីបងប្អូនអរគ្នាខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបdownload វីដេអូចេញពីមិនថា social media ណាទេគឺវា download បានទាំងអស់មិនថា YouTube TikTok Facebook និយាយទៅគ្រប់ platform ទាំងអស់ដែលយើងចង់បានវីដេអូហ្នឹងយើងគ្រាន់តែធ្វើតាមខ្ញុំហើយមិនបាច់ចាំមាន app ឬក៏អីទាំងអស់អញ្ចឹងបងប្អូនទេសនាដល់ចប់ខ្ញុំនឹងមានអ្វីបង្ហាញជូនបងប្អូនពិសេសជាងនឹងទៀតអូខេអញ្ចឹងកុំឲ្យខាតពេលយើងចូលអស់នេះទីមួយយើងចូលទៅក្នុង Safari មកឬក៏ Chrome ចុចមកហើយយើងវាយពាក្យថាអូខេ yes download ចាំតិចបងប្អូន yes download នេះវាយពាក្យ yes download មកអញ្ចឹងខ្ញុំឃើញនេះយកទី2នេះមកអញ្ចឹងវាដល់ឲ្យ add shortcut ចាំបងប្អូនចាំតិចបងប្អូនទីខ្ញុំចុចset up នឹងមកចុចទៀតមកអញ្ចឹងវាមកដល់វាដល់ហើយអញ្ចឹងយើងចេញទៅវិញយើងឧទាហរណ៍ថាយើងចង់បានវីដេអូពី YouTube អញ្ចឹងយើងចូល YouTube ហើយចង់បានបទចម្រៀងនេះអូខេអញ្ចឹងយើង copy link មកនេះ copy link វាមកឬក៏អូខេមិនបាច់ copy link នេះយើងចុចពាក្យ more នេះមកអញ្ចឹងយើងឃើញពាក្យ just download ឡើងនេះហើយឃើញទេបងប្អូនយើងចុចពាក្យ just download មកអញ្ចឹងឃើញនេះវាចាប់ផ្ដើម download ឲ្យយើងគ្រាន់តែចុច allow មកអូខេនេះគេសួរយើងពី quality យើងចង់បានជា MP4 ឬក៏ MP3 ឬក៏អីអញ្ចឹងយើងយក MP4 មកហើយវាធ្វើការ download ដែរអញ្ចឹងបងប្អូនចាំតិចទៅវាកំពុងធ្វើការ download ឲ្យយើងបងប្អូនចុចមើលក៏បានដែរនេះឃើញទេចុចពេញហើយនៅពេលដែលវាពេញយើងចុចមក allow 1នេះមកអូខេចាំមកវាពេញសិនបងប្អូនអ៊ីនធឺណិតនឹង slow បន្តិចបងប្អូនណាបើសិនជាបងប្អូនអ៊ីនធឺណិតលឿនមកផ្លែតដែរអញ្ចឹងបងប្អូនអាចចូលទៅមើលនៅក្នុងរូបភាពមើលអត់ទាន់មកដល់ទេដោយសារតែវាអត់ទាន់ពេញនៅពេលដែលវាពេញគឺវាចូលនៅក្នុងរូបភាពហ្មង photo យើងហ្មងណាយើងអត់ប្របែចាំបងប្អូនចាំតិចទៅវាអត់ចាំបាច់ទៅប្រើ app ទេណានេះTikTok ក៏បាន Facebook ក៏បាន YouTube ក៏បានអីក៏បានដែរបងប្អូននេះវាពេញហ្នឹងណាចឹងចូលទៅក្នុងនេះមកឃើញមកនេះឃើញទេវីដេអូដែលខ្ញុំ download មកនេះឃើញទេនេះចឹងបងប្អូនអាចធ្វើតាមនឹងបានហើយបងប្អូនសូមជួយចុច subscribe បងប្អូនដើម្បីទទួលបានវីដេអូថ្មីមុនគេអរគុណច្រើនបងប្អូន